ថ្ងៃនេះពិតជាពិសេសមែនទែនថ្ងៃនេះខ្ញុំបានមកដល់លេងនៅរាជធានីភ្នំពេញគឺខ្ញុំខានមកយូរដែរប៉ុន្តែមកលើកនេះគឺវង្វេងពេញទីក្រុងនិយាយមែនណាបងប្អូនទាំងអស់គ្នាគឺពួកខ្ញុំវង្វេងមែនទែនគឺខ្ញុំមកលេងនៅភ្នំពេញចឹងទៅណាមកគ្នា3នាក់ប៉ុន្តែជិះម៉ូតូតែមួយទេមុនដំបូងភ័យដែរបងប្អូនទាំងអស់គ្នាគាត់ថាអូវង្វេងទីក្រុងណាណីហើយតែពេលនឹកឃើញថាខ្ជិលខ្វល់ណាគ្នាស្ដាយសិនទៅធ្វើមិនទេវង្វេងនៅស្រុកខ្មែរយើងកំភៃដល់សួរគេទៅធ្វើមិនចិត្តកង់មកលេងភ្នំពេញអីចឹងណាបងប្អូនទាំងគ្នាជិះទៅជិះមករោតែឃើញមែនគ្មានអីខ្លាំងជាងមនុស្សទេបងប្អូនទាំងអស់គ្នាហ៊ានរកឃើញនេះមកដល់កន្លែងនេះពីមានឯករាជ្យឯងបងប្អូនទាំងអស់គ្នាពិតជាស្រស់ស្អាតមែនទែនសួនច្បារគេនេះអូនិយាយរួមទៅពេលឃើញមានថាវ៉ាវមែនទែនឬតែគេនិយាយពេលមកដល់អូស្អាតណាស់បងប្អូនទាំងគ្នាអញ្ចឹងមិនថាពេលមកដល់ឃើញអញ្ចឹងគឺអារម្មណ៍យើងសប្បាយចិត្តហើយអត់ខ្វល់រឿងវែងទេហើយទៅវិញរោផ្លូវមិនឃើញអត់ខ្វល់សំខាន់យើងសួរគេបន្តទៀតសំខាន់មកដល់កន្លែងដែលយើងចង់មកទៅហើយអញ្ចឹងគឺពិតជាវ៉ាវមែនទែនអូអាគេខ្ពស់ខ្ពស់បងប្អូនទាំងគ្នាអូយស្អាតមែនទែនបងប្អូនទាំងគ្នានិយាយរួមទៅជិះទៅមើលតែសួនច្បារក៏សប្បាយដែរបងប្អូនទាំងគ្នានេះមិនទាន់ដល់កន្លែងមុខវាំងផងចុះទៅរំកន្លែងមុខវាំងទៀតមិនដឹងសប្បាយយ៉ាងណាអញ្ចឹងមិនថាយើងពង្វេយើងភ័យអត់ខ្វល់សំខាន់មកកន្លែងដែលយើងចង់មកហើយអញ្ចឹងយើងសប្បាយសិនទៅចាំមិនចាំគិតទៀតបងប្អូនតែមើលរឿងអ្នកស្រែពង្វេងក្រុងអត់ដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអូយទៅដល់បងប្អូនទាំងគ្នាខំរៀបរឹករៀបអីតែគាត់គេថាជាអ្នកស្រែក៏ពិតពង្វេងមែនទេបងប្អូនទាំងគ្នាតែធ្វើម៉េចយើងមកដល់កន្លែងពេញយើងមកកន្លែងគេទុកដស្អីគេនេះបងប្អូនទាំងគ្នាយើងមកសូវស្គាល់ទេប៉ុន្តែស្អាតមែនទេបងប្អូនទាំងគ្នាគេច្រឡងទៅត្រៃមកខាងទៀតអីអញ្ចឹងណាប៉ុន្តែស្អាតអូទេសភាពនិយាយរួមទៅថ្ងៃហ្នឹងពិតជាអស្ចារ្យមែនទែនទៅដល់គឺមេឃសតុំរហូតប្រយដូចអំណោយផលមែនទែនប៉ុន្តែពេលល្ងាចរៀងភ្លៀងដែរបងប្អូនគ្នាប៉ុន្តែខ្ញុំជិះកាត់ដល់មុខវាំងបងប្អូនគ្នាអូយស្អាតណាស់បងប្អូនគ្នាហើយក៏តែពួកខ្ញុំអត់ទាន់បានចូលមុខវាំងឯងគាត់ជិះកាត់ប៉ុន្តែពួកខ្ញុំសម្ដៅទៅវត្តភ្នំសិនដើម្បីថាយើងទៅលេងវត្តភ្នំវត្តអីចឹងណាគឺយើងមកលេងកឹបអីចឹងទៅណាដើម្បីទៅអុជធុកនៅនិយាយពេញអីផងព្រោះយើងចង់មកស្គាល់ទាំងអស់អីចឹងណាព្រោះខ្ញុំមកហ្នឹងមិនសតុំរហូតបងប្អូនទាំងគ្នាគឺក្តីសុខដែរអានោះនៅសាំងថ្ងៃសិលអីចឹងពេលដែលខ្ញុំមកដល់វត្តភ្នំអញ្ចឹងទៅក៏អត់ទាន់បានចូលទេបងប្អូនទាំងគ្នាយើងជិះឆ្វែសិនជិះឆ្វែឡប់ដែរយើងគិតមើលបណ្ដាថាយ៉ាវត្តភ្នំអញ្ចឹងតើបានគេល្បីថានារីវត្តភ្នំអីចឹងណាប៉ុន្តែថ្ងៃនេះសុំធ្វើបុរសវត្តភ្នំម្ដងបងប្អូនទាំងគ្នាប៉ុន្តែមានអ្នកតថ្លៃបងប្អូនទាំងគ្នារួចហើយពួកខ្ញុំចាប់ដាក់ម៉ូតូហើយចាប់ដើមដើរលេងណាបងប្អូនទាំងគ្នាអូមកកន្លែងនីលកាដែលល្បីជាងគេមកទីក្រុងភ្នំពេញគឺកន្លែងនីលកានឹងបណ្ដោយប៉ុន្តែសួយបងប្អូនទាំងគ្នាទៅដល់គឺនីលកាអស់ថ្មទៀតអត់ដឹងនីលកាវិលល្មិចសំខាន់ពួកខ្ញុំស៊ីហ្វីសិនឲ្យសប្បាយចិត្តបងប្អូនទាំងគ្នាព្រោះក្តៅផងអញ្ចឹងណាតែពួកខ្ញុំឡើងទៅពីកម្មតាចិនដួលងាប់ទាំងអស់គ្នានិយាយរួមទៅសប្បាយយ៉ាងដែរប៉ុន្តែខ្ញុំមកដល់ខាងលើបងប្អូនទាំងគ្នាក៏ចាប់ផ្ដើមទៅអុជធូបនៅកន្លែងយាយពេញដើម្បីសាសុំសេចក្តីសុខគាត់អីចឹងណាមួយទៅយើងបានមកកន្លែងសក្ការៈបូជាហើយយើងកុំរំលងឲ្យសោះយើងដើរលេងផងយើងធ្វើបុណ្យផងដើម្បីថាយើងសុំសេចក្តីសុខពីគាត់អីចឹងទៅឲ្យមានគេស្រឡាញ់រាប់អានច្រើនកុំឲ្យមានអ្នកឈ្នានីច្រើនពេកបងប្អូនទាំងគ្នាសម័យ2026ឥឡូវហើយកុំឲ្យមានអ្នកឈ្នាយើងទៀតយើងព្យាយាមធ្វើជាអ្នកខ្លាំងឯងបងប្អូនទាំងគ្នាអញ្ចឹងយើងចាប់ផ្ដើមថាយកធុកដើម្បីទៅអុជធុកនៅព្រះអង្គម្ដងទៀតដើម្បីសុំពោពីគាត់ដើម្បីឲ្យយើងសុខសប្បាយអីចឹងទៅណារកស៊ីមានបានបងប្អូនទាំងគ្នាកុំខ្វល់ច្រើនខ្វល់ក៏ខ្វល់ប៉ុន្តែសំខាន់វីដេអូកុំខ្វល់និយាយលេងណាបងប្អូនទាំងគ្នាក៏ពេចទុកប៉ិនភ្នំប៉ុន្តែគាត់ថាយើងធ្វើឲ្យសប្បាយអីចឹងទៅក៏ពេចមនុស្សយើងម្នាក់មានទុករៀងខ្លួនបងប្អូនទាំងគ្នាតែគេដោយគេយើងដោយយើងប៉ុន្តែពេលនេះគឺខ្ញុំសុំសេចក្តីសុខពីព្រះអង្គសិនមួយទៅយើងមកភ្នំពេញហើយបងប្អូនទាំងគ្នាខំស្កាត់មកណាពង្វេងតាមផ្លូវផងបើយើងមិនបានអុជធុកសុំសេចក្តីសុខពីពួកគាត់ទេដូចវាស្ដាយពេកអញ្ចឹងបងប្អូនទាំងគ្នាយើងធ្វើបន់ខ្លះយើងសុំសេចក្តីសុខពីគាត់ខ្លះចឹងទៅគឺយើងចាប់ផ្ដើមថាធ្វើបន់ហើយចាប់ផ្ដើមអុជធុកហើយចឹងទៅក៏ចាប់ផ្ដើមថាយើងដោះឆ្វែនៅវត្តភ្នំផែមកជុំដែរបងប្អូនទាំងគ្នាខ្លាចមានអ្នកតថ្លៃអីចឹងទៅប៉ុន្តែថ្ងៃនេះឲ្យសិលពិតជាមានន័យមែនទែនគឺយើងចាប់ផ្ដើមឡើងមកចឹងទៅគេលេងភ្លេងពីងពៀតគេមានអារម្មណ៍ថាថ្ងៃនេះសបូនអ្នកមកធ្វើបន់ច្រើនដោយសារថ្ងៃសិលណាហើយក៏ខ្ញុំចាប់ផ្ដើមទិញកាមេរ៉ាមកថតជុំវិញខាងក្រៅវត្តភ្នំថាស្អាតប៉ុណ្ណាបងប្អូនទាំងគ្នាប៉ុន្តែរួចហើយបងប្អូនទាំងគ្នាចាប់ផ្ដើមទិញម៉ូតូមកចាប់ផ្ដើមជិះតម្រង់ទៅកន្លែងផ្សារប៉បស្ទិតអីចឹងណាហើយមកតាមផ្លូវពិតជាស្អាតមែនទែនឡៃតំណឹងហើយដែលគេល្បីតែគេថតច្រើនអីចឹងណាប៉ុន្តែខ្ញុំជិះកាត់ផ្សាររាត្រីអីចឹងប៉ុន្តែខ្ញុំមកពេលល្ងាចចឹងទៅអត់សូវមានអ្នកលេងទេផ្សាររាត្រីគេលេងពេលយប់អីចឹងទៅចាប់ផ្ដើមជិះកាត់អីចឹងណាហើយពួកខ្ញុំក៏មិនបងអង្គយូរដែរមកកន្លែងមុខវាំងហើយពេលមកដល់កន្លែងមុខវាំងបងប្អូនទាំងគ្នាអារម្មណ៍ relax មែនទែនដោយសារទេសភាពស្អាតហើយខ្យល់បក់លហេហើយមេឃសតុំទៀតបងប្អូនទាំងអស់គ្នាខ្ញុំដើរបដាស៊ីហ្វីបដាបងប្អូនទាំងគ្នានេះចាប់ផ្ដើមយើងថតបានទេបងប្អូនទាំងអស់គ្នាពេលខ្ញុំថតហើយចាប់ផ្ដើមមេឃមកបរយបងប្អូនទាំងអស់គ្នាឈប់មេឃមិនទាន់មកឯនៅ CV បន្តទៀតណាមួយទាន់ថតចប់ផងតើថតចប់អាមេឃភ្លៀងព្រោះយើងពុំអត់ថតគឺមេឃរោភ្លៀងដែរប៉ុន្តែចេញថ្ងៃមកថតបានស្អាតដែរអញ្ចឹងណាក៏ចាប់ផ្ដើមយើងដើរបដាយើង CV មើលអញ្ចឹងណាមើល
ពុកម៉ែបងប្អូនគេមកលេងដែរប៉ុន្តែស្រស់ស្អាតមែនទែនប៉ុន្តែមនុស្សអត់ទាន់មកហ្មងបងប្អូនគាត់ថាខ្ញុំមកដល់កន្លែងព្រះអង្គដងការចាប់ផ្ដើមមេឃភ្លៀងបរោយអញ្ចឹងមកជ្រោបបរោយទៅចាប់ផ្ដើមទិញកាមេរ៉ាថតជុំវិញបរោយទៅប៉ុន្តែមេឃមិនសូវភ្លៀងខ្លាំងទេបងប្អូនអរគ្នារលឹមទេប៉ុន្តែរៀងបាត់រលឹមខ្ញុំចាប់ផ្ដើមដើរមកកន្លែងវាងម្ដងទៀតហើយដោយសារយើងចង់ថតស៊ីហ្វីម្ដងទៀតដោយសារតែឃើញបងប្អូនមកកាន់តែច្រើនទៅហើយអញ្ចឹងចាប់ផ្ដើមទិញកាមេរ៉ាថតបន្តទៀតហើយសឹកព្រាបក៏ចាប់ផ្ដើមមកបន្តដែរអញ្ចឹងណាបងប្អូនទាំងគ្នាប៉ុន្តែតិចទៀតភ្លៀងខ្លាំងជាងនឹងទៀតបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំចាប់ផ្ដើមធ្វើជាចរិតកូនក្មេងម្ដងអញ្ចឹងណាឃើញព្រាបអត់បានទេបងប្អូនទាំងគ្នាគាត់ថាយើងបងយូរហើយតែឃើញព្រាបមកហូបចំណីចាប់ផ្ដើមថាយីសិតមកហូបទៀតមកស៊ីចំណីចាប់ផ្ដើមដេញបរោយបងប្អូនទាំងគ្នាខ្ញុំដេញបច្ចេកក្មេងបរោយបងប្អូនទាំងគ្នាប៉ុន្តែស្ដាយមែនទេថ្ងៃនោះគឺព្រាបអត់សូវមានប៉ុន្មានទេបងប្អូនទាំងគ្នាឧស្សាហ៍តែមិនសតុំរោភ្លៀងអញ្ចឹងទៅព្រាបមកមួយទេអាព្រាបមកមួយយ៉ាងណាក៏ពួកខ្ញុំដេញលេងដែរសំខាន់អត់បានមកលេងសិនអញ្ចឹងកុំឲ្យខាតយើងហើយប្លុកខ្ញុំក៏មានតែប៉ុណ្្នឹងដែរបងប្អូនទាំងគ្នាតាមដានប្លុកទី2ទាំងអស់គ្នាណាប្លុកទី2គឺមានអារម្មណ៍ថារៀងខ្លាំងដែរបងប្អូនទាំងគ្នាបាយបាយ